ទូរទស្សនិកជនជាទីមេត្រីស្វាគមន៍មកកាន់ចាវៈជួបជាមួយនឹងភ្នាក់កិត្តិយសប្រចាំសប្តាហ៍ដែលនៅក្នុងវគ្គនេះសម្រាប់ថ្ងៃនេះផ្ទាល់តែម្ដងក្រុមការងារតកព័ត៌មានពេលព្រឹកនឹងធ្វើកិច្ចសម្ភាសជាមួយនឹងលោកបំវ៉ារិនដែលលោកគឺជានាយកក្រុមហ៊ុន We Japan Tech Interco Ltd ផងដែរដើម្បីកុំឲ្យខាត់ពេលវេលាយូរនេះខ្ញុំធំធ្វើកិច្ចស្វាគមន៍ជាមួយនឹងលោកតែម្ដងចា៎សូមជម្រាបសួរចា៎ជាបឋមនេះខ្ញុំចាស់ចង់ឲ្យលោកជួយជម្រាបជូនអំពីប្រវត្តិសង្ខេបរបស់ក្រុមហ៊ុនចាស់ We Japan Tech Interco Ltd ថាតើមានដើមកំណើតយ៉ាងដូចម្ដេចចា៎បាទជាដំបូងខ្ញុំសូមជម្រាបសួរទូទស្សនិកជនដែលកំពុងតែតាមដានស្ដាប់ទស្សនាការផ្សាយបន្តផ្ទាល់របស់ទូទស្សន៍ជាតិកម្ពុជាបាទក្រុមហ៊ុន We Japan Tech គឺជាក្រុមហ៊ុនដែលបង្កើតឡើងនៅក្នុងឆ្នាំ2000វកទៅមកដល់ពេលនេះនៅកើតឡើងនៅថ្ងៃទី10ខែ7ឆ្នាំ2004ចា៎ក៏ប៉ុន្តែក្រុមហ៊ុននេះបើនិយាយឲ្យចំទៅយើងមានប្រវត្តិដើមមកវាមុននឹងយើងមកកើតជាក្រុមហ៊ុនបាទន័យថាយើងចាប់ផ្ដើមឡើងតាំងពីឆ្នាំ2008កាលនោះគឺយើងបើកជាស្ថានីយ៍ប្រេងឥន្ធនៈដំបូងសិនហើយបន្ទាប់មកបានការបង្កើតប្រេងឥន្ធនៈនេះដែលជាមូលហេតុដំបូងគេដែលអាចបង្កើតទៅជាក្រុមហ៊ុន We Japan Tech Interco Ltd ឡើងនៅក្នុងឆ្នាំ2014ថ្ងៃទី10ក្រោយពីយើងធ្វើការសហការជាមួយដៃគូរបស់យើងគឺដៃគូនៅខាងជប៉ុនគឺក្រុមហ៊ុន MTC ជាក្រុមហ៊ុនផលិតម៉ាស៊ីនចាក់សាំងដ៏ធំមួយនៅប្រទេសជប៉ុនដែលមានអាយុកាលជាង100ឆ្នាំនៅប្រទេសជប៉ុនគឺបាននេះក្រុមហ៊ុននោះដំបូងគេបង្អស់ដែលបង្កើតម៉ាស៊ីនចាក់សាំងនៅប្រទេសជប៉ុនចា៎ហើយបន្ទាប់មកយើងបានសហការដៃគូជាមួយក្រុមហ៊ុននេះនៅប្រទេសចិនមួយទៀតសម្រាប់រោងចក្រទី2របស់យើងនៅទីនោះបាទចានៅក្នុងក្រុមហ៊ុនរបស់លោកតតែម្ដងថាតើយើងមានលក់នៅផលិតផលអ្វីខ្លះទៅចាក្រុមហ៊ុន Japan Tech នេះយើងលក់នៅផលិតផលទី1គឺម៉ាស៊ីនចាក់សាំងម៉ាស៊ីនចាក់ហ្គាសចាប្រព័ន្ធសាំងប្រព័ន្ធហ្គាសអីទាំងអស់នៅសម្រាប់បម្រើស្ថានីយ៍តាំងពីស្ថានីយ៍ប្រេងឥន្ធនៈសន្តាគារភោជនីយដ្ឋានអីហ្នឹងគឺយើងមានទាំងអស់រោងចក្រយើងមានតាំងពីប្រព័ន្ធសម្ងួត boiler ប្រព័ន្ធសម្ងួតប្រព័ន្ធអីទាំងអស់គឺខាងក្រុមហ៊ុន Japan Tech និយាយឲ្យចំទៅគឺពាក់ព័ន្ធទៅលើផ្នែក gas និងផ្នែកសាំងគឺជាជំនាញរបស់ Japan Tech របស់យើងតែយើងធ្វើការសហការដៃគូទៅលើ3ប្រទេសឥឡូវនេះក្នុងឆ្នាំថ្មីគឺយើងសហការមកប្រទេសទៀតគឺជាមួយថៃក្រុមហ៊ុនថៃដើម្បីជើងបុកទៅលើទីផ្សារអន្តរជាតិក្នុងឆ្នាំ2016នេះចាអញ្ចឹងមានន័យថានេះពេលបច្ចុប្បន្នចាប់តាំងពីការបង្កើតមកដល់ឥឡូវនេះថាតើមានបានពង្រីកសាខារបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបានប្រមាណហើយដែរចានៅក្នុងនោះគឺនិយាយឲ្យចំទៅក្រុមហ៊ុន Japan Tech យើងនៅមកដល់ពេលនេះរយៈពេលបើជាឲ្យចំទៅវាចូលអាចថា2ឆ្នាំចាឆ្នាំក៏ប៉ុន្តែក្នុងរយៈពេល2ឆ្នាំនេះដោយសារយើងមានមូលដ្ឋានយូរដែរមុននឹងយើងបង្កើតទៅជាក្រុមហ៊ុននេះអញ្ចឹងយើងមានមូលដ្ឋានទៅលើការងារបច្ចេកទេសច្រើនដោយយើងបញ្ជូនបុគ្គលិករបស់យើងទៅសិក្សានៅក្រៅប្រទេសដូចទៅជប៉ុនដូចជាទៅសិក្សានៅរោងចក្រនៅចិនដើម្បីបរិញ្ញសមត្ថភាពឲ្យមកដល់ពេលនេះគឺយើងមានshowroom មួយនៅផ្លូវ271គឺនៅចិត្តវត្តសំកសចន្លោះ ANZ Royal និងធនាគារ Silida ចា៎ហើយយើងមានជារោងចក្រផលិតយើងមួយនៅផ្លូវជាតិលេខ2សម្រាប់ផលិតទៅលើអ្វីដែលយើងអាចផលិតបានដូចជា Stain សាំងបើយើងផលិតបាននៅស្រុកយើងប៉ុន្តែ Stain Gas គឺយើងនាំពីក្រៅចូលមកដោយយើងកង្វះការងារផលិតឥឡូវនេះយើងបានសិក្សាចប់ហើយទៅលើការផលិត Stain Gas ក្នុងឆ្នាំយើងមានកម្រោងនៅក្នុងឆ្នាំ2016នេះកម្រោងការផលិត Stain Gas អាចចេញជារូបរាងហើយក៏ជាក្រុមហ៊ុនទី1ដែលផលិត Stain Gas នៅស្រុកខ្មែរយើងសម្រាប់ការនាំចេញនិងគ្រប់គ្រងទីផ្សារក្នុងស្រុកយើងសិក្សាទៅលើបច្ចេកទេសរយៈពេល1ឆ្នាំទម្រាំឲ្យយើងសម្រាប់បច្ចេកទេសក្នុងការផលិត Stain Gas ពីព្រោះវាមានភាពស្មុគស្មាញអញ្ចឹងមកដល់ពេលនេះគឺយើងមាន showroom មួយនៅរាជធានីភ្នំពេញហើយយើងមានរោងចក្រផលិតមួយហើយនិង warehouse នៅខេត្តកណ្ដាលនៅផ្លូវជាតិលេខ2
ចាភាគច្រើនរាល់វត្ថុធាតុដើមដែលយកមកផលិតនៅក្នុងរោងចក្រផ្ទាល់តែម្ដងតើលោកនាំចូលពីប្រទេសជប៉ុនតែមួយមុខឬមានបណ្ដាប្រទេសណាទៀតមកដល់ពេលនេះយើងនាំចូលពីប្រទេសគឺប្រទេសនៅជប៉ុននិងចិននៅសិង្ហៃនៅវិញជូយើងនៅខាងចិននេះយើងមានដៃគូរោងចក្រផលិត2ទៀតនៅសិង្ហៃនិងនៅវិញជូហើយនៅជប៉ុនយើងមានដៃគូ2គឺនៅ Kyoto ហើយនៅ Tokyo ដៃគូ2ហើយនៅក្នុងឆ្នាំនេះគឺយើងមានដៃគូមួយទៀតយើងសហការរួចរាល់អស់ហើយថ្ងៃ12នេះខ្ញុំនឹងត្រូវទៅចុះកិច្ចព្រមព្រៀងមួយគ្នានៅថៃហើយយើងទៅពង្រឹងសមត្ថភាពកត្តាផលិតរបស់យើងពីព្រោះក្នុងឆ្នាំ2006នេះយើងមានគោលដៅក្នុងការនាំចេញទៅនីសេយ៉ាទៅភូមាហើយនឹងទៅហ្វីលីពីនសម្រាប់ការនាំចេញប្រភេទប្រសិនចាក់សាំងហើយនឹងប្រព័ន្ធជន់ហ្គាសចាក្រៅពីផលិតផលទាំងនេះតើចំពោះលោកផ្ទាល់លោកមានកម្រងថាយើងនឹងផលិតចិញ្ចៀផលិតផលផ្សេងទៀតដើម្បីមានភាពតាក់ទាញពីសំណាក់ប្រជាពលរដ្ឋយើងជាពិសេសនោះគឺចង់ឲ្យប្រទេសកម្ពុជាយើងមានកែឈ្មោះល្បីតាក់ទងទៅនឹងនៅសមត្ថភាពក្នុងការផលិតដោយខ្លួនឯងបាននេះចាបាទនិយាយចំទៅកន្លងមកដូចជាការតបណ្ដាញហ្គាសចាបច្ចេកទេសហ្គាសគឺដើម្បីតហ្គាសបានក្នុងទ្រង់ទ្រាយមួយបច្ចេកទេសមួយខ្ពស់កាលពីមុនគឺយើងតតែទៅរកអ្នកជំនាញថៃអីចឹងណាឬក៏វៀតណាមដែលមកតឲ្យក៏ប៉ុន្តែមកដល់ពេលនេះគឺអ្នកជំនួញឬក៏រោងចក្រឬក៏សន្តាគារធំធំបានប្រើប្រាស់នៅសេវារបស់ Japantic ដោយសារទី1ការជឿជាក់ទៅលើគុណភាពបច្ចេកទេសរបស់ Japantic ហើយយើងមិនមែនគ្រាន់តែជាការនិយាយទេប៉ុន្តែយើងមានអ្វីដែលជាផុសតាងថាយើងមានសមត្ថភាពពេញលេញក្នុងការផលិតនេះដូចជានៅយើងទៅនឹងចុះកុងត្រាមួយថ្មីជាមួយនឹងសន្តាគារសុខាហូតែលសម្រាប់តបណ្ដាញហ្គាសនៅសន្តាគារនឹងបាទកាលពីមុនខ្ញុំអត់ដឹងថាគាត់ប្រើខាងណាទេប៉ុន្តែឥឡូវនេះគាត់ប្រើនៅក្រុមហ៊ុនវិចារបន្តិចយើងដូច្នេះអ្វីដែលសំខាន់ចាប់បន្តិចទៅសិក្សាអំពីតម្រូវការក្នុងស្រុកដែលតាមបណ្ដាសន្តាគាររោងចក្រហើយនឹងអ្វីដែលតាមស្ថានីយ៍មួយបន្ទាប់មកទៀតយើងនឹងឥឡូវនេះយើងឆ្នាំ2016យើងបានសិក្សាទៅលើទីផ្សារនៃការនាំចេញព្រោះមែនទែនទៅយើងចង់ពង្រីកអ្វីដែលជាមុខមាត់ប្រទេសជាតិរបស់យើងដែរបានពីព្រោះការនាំចេញនេះជំហានដំបូងយើងនាំចេញប្រភេទឈុតហ្គាសិនបើនេះទៅយើងតបណ្ដាញឲ្យស្រេចហើយយើងលក់ទៅជាឈុតទៅប្រទេសផ្សេងៗដូចជាទៅនីសេយ៉ាទៅប្រទេសអារ៉ាប់ទៅមួយចំនួនពីព្រោះយើងបានតាក់ទងដៃគូយើងហើយអញ្ចឹងយើងនៅតែត្រៀមចង្វាក់ផលិតកម្មរបស់យើងចា៎មានន័យថារាល់បណ្ដាដៃគូដែលបានសហការជាមួយលោកថាតើគេមានទស្សនវិស័យបែបណាទើបឲ្យមានការចូលរួមចំណែកនៅក្នុងភាពជាដៃគូជាមួយនឹងលោកចា៎តាមពិតទៅនិយាយឲ្យចំការធ្វើជំនួញគឺសំខាន់បំផុតគឺពង្រឹងការទុកចិត្តទៅលើអ្នកប្រើប្រាស់ទៅលើអតិថិជនដើម្បីឲ្យគាត់ទុកចិត្តបានវាតលតែវាមានកត្តាជាច្រើនទី1គឺរូបភាពក្រុមហ៊ុនទាំងមូលតើអាចស្ថាបនាការទុកចិត្តរបស់អតិថិជនបានអត់ទី2ទៅលើគុណភាពនៃផលិតផលរបស់យើងហ្នឹងតើគុណភាពហ្នឹងវាមានលក្ខណៈជឿជាក់ទេដូច្នេះកន្លងមកគឺចាប់តែយើងបើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនក្នុងស្រុកមួយចំនួនគឺយើងដើរបើនិយាយអំពីប្រវត្តិគឺយើងកើតក្រោយគេយើងទៅតែកើត2ឆ្នាំក៏ប៉ុន្តែក្រុមហ៊ុនក្នុងស្រុកយើងកន្លងមកគាត់ខ្លះគាត់បង្កើតរហូតដល់30ឆ្នាំហើយ20ឆ្នាំជាងក៏ប៉ុន្តែភាគច្រើនជាក្រុមហ៊ុនជាលក្ខណៈកន្លងមកជាលក្ខណៈគ្រួសារជាសិប្បកម្មក៏ប៉ុន្តែយើងកើតក្រោយមែនប៉ុន្តែយើងបានសហការជាមួយដៃគូធំខ្នាតធំនៅក្រៅប្រទេសដូចខ្ញុំនិយាយថានៅជប៉ុនអញ្ចឹងគ្រាន់តែក្រុមហ៊ុនដៃគូរបស់យើងគឺគាត់មានប្រវត្តិផលិតម៉ាស៊ីនចាក់តាំងនេះរហូតដល់ជាង100ឆ្នាំជាងអញ្ចឹងបានន័យថាបើនិយាយពី background របស់ក្រុមហ៊ុនដៃគូនៅជប៉ុនគឺមានន័យថាវាធំធេងណាវាគួរឲ្យទុកចិត្តបានណាបើឲ្យក្រុមហ៊ុនដែលរោងចក្រផលិតយើងនៅសៀងហៃនៅវិញជើនេះសិតតែមានរយៈពេលជាង30ឆ្នាំទាំងអស់អញ្ចឹងដៃគូសហការរបស់យើងគឺរឹងមាំបច្ចេកទេសគឺច្បាស់លាស់ណាដូចក្រុមហ៊ុនថៃដែលយើងចនដៃគូនេះគឺ60ឆ្នាំ
ជាងហើយបាទន័យថាដូច្នេះយើងគិតថានេះគឺជាទំនុកចិត្តរបស់អតិថិជនរបស់យើងថាចាប់បន្តិចគឺមានសមត្ថភាពអាចផ្ដល់នៅអ្វីដែលជាតម្រូវការរបស់គាត់មកចាផ្សារភ្ជាប់ទៅនឹងចាទស្សនវិស័យដល់វែងឆ្ងាយមួយនេះថាតើសម្រាប់ក្នុងឆ្នាំ2016នឹងទៅថ្ងៃអនាគតវិញលោកមានចក្ខុវិស័យសម្លឹងនៅក្នុងទីផ្សារកម្ពុជាយើងយ៉ាងដូចម្តេចដែរចាបាទសូមអរគុណច្រើនតាមពិតទៅអ្វីដែលសំខាន់គឺយើងចង់ផ្គត់ផ្គង់ឲ្យគ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុកអានេះគឺបើសិនជាយើងនេះគឺជាចក្ខុវិស័យនិងអ្វីដែលជាបំណងរបស់ខ្ញុំចាពីព្រោះថាបើសិនជាយើងផ្គត់ផ្គង់ឲ្យបានគ្រប់តម្រូវការក្នុងស្រុកយើងអាចកាត់បន្ថយការនាំចូលឬក៏អាចកាត់បន្ថយនៃការចំណាយលុយចេញក្រៅណាដូចជាលុយហ្នឹងគឺយើងអាចចូលនៅក្នុងស្រុកយើងក្រុមហ៊ុនក្នុងស្រុកហើយមានសមត្ថភាពផលិតផ្គត់ផ្គង់អ្វីដែលជាតម្រូវការក្នុងស្រុកហ្នឹងចំណុចទី1ចំណុចទី2ខ្ញុំចង់ឃើញក្រុមហ៊ុនក្នុងស្រុកខ្មែរយើងមានសមត្ថភាពក្នុងការបោះជំហានចូលទៅទីផ្សារអន្តរជាតិជាពិសេសនៅក្នុងសមាហរណកម្មអាស៊ានដែលយើងចូលនៅក្នុងឆ្នាំហ្នឹងតើយើងសិក្សាប្រទេសទាំង10ហ្នឹងតើប្រទេសណាខ្លះដែលយើងជាសក្តានុពលទីផ្សារគោលដៅរបស់ចាប់ផែនពេជ្ររបស់យើងឥឡូវនេះយើងសម្លឹងឃើញ2ដែលជាស្នូលគឺហ្វីលីពីនហើយនិងភូមាសម្រាប់ទីផ្សារអាស៊ានរបស់យើងហើយសម្រាប់ទីផ្សារពិភពលោកយើងសម្លឹងឃើញនីសេយ៉ាដែលជាទីផ្សារធំមួយបាទនេះគឺជាចំណុចឆ្នាំ2016អញ្ចឹងណាអញ្ចឹងខ្ញុំចង់អ្វីដែលជាចំណុចសំខាន់2គឺទី1ចង់បំពេញតម្រូវការក្នុងស្រុកឲ្យបានគ្រប់គ្រាន់ដើម្បីកាត់បន្ថយលុយចេញក្រៅពីព្រោះបើយើងជួលក្រុមហ៊ុនគេផ្សេងមកពីក្រៅដូចជាមកពីវៀតណាមមកពីថៃគេបានន័យថាលុយហ្នឹងគឺទៅហូរទៅក្រៅហើយចំណុចទី2ដែលខ្ញុំបានបញ្ជាក់មុនហ្នឹងអញ្ចឹងគឺខ្ញុំចង់បានលុយពីក្រៅចូលមកក្នុងដែរណាចូលមកក្នុងនេះគឺជាការចូលរួមសម្រាប់កសាងសេដ្ឋកិច្ចជាតិមួយយើងឲ្យបានរឹងមាំដែរហើយជាមោទនភាពមួយដែលយើងមានក្រុមហ៊ុនដែលអាចបោះជំហានចូលទីផ្សារអន្តរជាតិចាជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកវិញថាតើលោកអាចចែករំលែកបទពិសោធន៍បានទេថាតើដើម្បីខ្លាយខ្លួនជាវិនិយោគិនក៏ដូចជាអ្នកប្រកបរបរអាជីវកម្មមួយដើម្បីទទួលបាននៅគេហៅថាក្តីស្រមៃរបស់ខ្លួនប្រកបដោយភាពជោគជ័យយើងត្រូវមានកត្តាអ្វីខ្លះចាបាទអរគុណច្រើនការពិតការខ្លាយទៅជាសហគ្រិនភាពមួយប្រកបដោយភាពជោគជ័យតាមពិតអ្វីដែលសំខាន់គឺត្រូវដែលជាសហគ្រិនភាពហ្នឹងទៅសហគ្រិនខ្លួនឯងហ្នឹងទីមួយត្រូវមានចំណេះដឹងទៅលើចំនួនឬក៏លើ business ដែលខ្លួនធ្វើគេថា fundamental understanding ការយល់ដឹងទៅលើមូលដ្ឋាននៃចំនួនរបស់យើងនឹងទោះបីជាវាមិនបានជំនាញទៅដល់ 100% ដូចជា technician ដូចជាអ្នកបច្ចេកទេសក៏ប៉ុន្តែយើងត្រូវមានមូលដ្ឋានការយល់ដឹងទៅលើចំនួនរបស់យើងចំណុចទី2សហគ្រិននឹងខ្លួនឯងនឹងត្រូវតែជាអាចថាជាមនុស្សយុទ្ធសាស្ត្រហ្នឹងគឺជាមនុស្សដែលជាអ្នករៀបចំផែនការមួយច្បាស់លាស់ចង់និយាយថាជាអ្នកវាយលុកហើយក៏ជាអ្នកដកថយធ្វើការសម្រេចចិត្តមួយឲ្យច្បាស់លាស់ដូចចង់និយាយថាអ្នកយុទ្ធសហគ្រិនគឺជាអ្នកដែលធ្វើការសម្រេចចិត្តចុងក្រោយមួយដូច្នេះប្រសិនបើយើងខ្វះយុទ្ធសាស្ត្រក្នុងការសម្រេចចិត្តទេអានោះអាចធ្វើឲ្យការសម្រេចចិត្តរបស់យើងคล้ายទៅជាចំណុច0បានអានោះចំណុចទី1ចំណុចទី2ត្រូវសិក្សាអំពីកត្តាផលិតរបស់យើងដើម្បីឲ្យคล้ายទៅជាអ្នកជំនួយមួយឬក៏ជាសហគ្រិនមួយពិតប្រាកដត្រូវសិក្សាទៅលើកត្តាផលិតនៃទំនិញរបស់យើងឲ្យមានលក្ខណៈពិសេសមួយចា៎ឧទាហរណ៍ថាបើមិនណាច់ថាលក់តកួនវាត្រូវតែតកួនហ្នឹងមានលក្ខណៈរសជាតិពិសេសជាងតកួនផ្សេងទាំងរូបភាពនៃតកួនរបស់យើងដែលដាំមកហ្នឹងត្រូវធ្វើម៉េចឲ្យមានលក្ខណៈពិសេសទី2គុណភាពដែលញ៉ាំទៅហ្នឹងត្រូវធ្វើម៉េចឲ្យវាមានខុសពីតកួនផ្សេងអញ្ចឹងទោះបីជាចំនួនហ្នឹងវាចាប់ផ្ដើមឡើងដោយទ្រង់ទ្រាយតូចក៏ដោយក៏ប៉ុន្តែត្រូវកំណត់អត្តសញ្ញាណនៃចំនួនរបស់យើងតំណែងរបស់យើងឲ្យច្បាស់លាស់អានឹងចំណុចទី2ចំណុចទី3ពាក់ព័ន្ធទៅនឹងសេវាកម្មមែនទែនទៅពាក្យមួយម៉ាត់ដែលសេវាកម្មនេះគឺវាដូចតែគ្នាក៏ប៉ុន្តែបើសិនជាអ្នកជំនួញទៅឲ្យច្បាស់ថាតើអ្វីដែលជាសេវាកម្មពិសេសរបស់យើងពីព្រោះដែលជាសេវាកម្មមួយដែលអ្នកដទៃពិបាកនឹងធ្វើបានបាក់នឹងចង់និយាយទៅចង់ copy ក៏ពិបាកនឹង copy ចា៎បាទអញ្ចឹងនេះគឺជាភាពមួយដែលថាកាលណាគេគ្រាន់តែឃើញផលិតផលហ្នឹងគេស្គាល់ឈ្មោះ
អ្នកផលិតណាកាលណាគេឃើញអ្នកផលិតគេស្គាល់ឈ្មោះតំណែងរបស់យើងហើយគេស្គាល់រសជាតិរបស់យើងហើយគេដឹងថាសេវាកម្មរបស់យើងលក្ខណៈពិសេសដូចខ្ញុំឃើញថាឥឡូវនេះខ្ញុំឃើញនៅស្រុកខ្មែរយើងខ្ញុំឃើញមានកត្តាពិសេសនឹងច្រើនណាស់ដូចថាអ្នកខ្លះគាត់លក់បុកល្ហុងហ្នឹងអញ្ចឹងគ្រាន់តែឮតែឈ្មោះគេដឹងថាបុកល្ហុងហ្នឹងនៅកន្លែងណានេះគឺជាចំណុច3ចំណុចហ្នឹងដែលជាមូលដ្ឋានគ្រឹះដែលធ្វើឲ្យចំនួនរបស់យើងទៅមុខហើយអ្នកចំនួនយើងយល់ថាវាកត្តាសំខាន់គឺ3ហ្នឹងដែលយើងត្រូវសិក្សាឲ្យបានច្បាស់លាស់បាទចា៎ជាចុងក្រោយថាតើលោកមានពាក្យពេចន៍អ្វីដើម្បីជាការផ្ដាំផ្ញើទៅដល់ទស្សនិកជនដែលកំពុងទៅតាមដានទស្សនាកម្មវិធីរបស់យើងទេចា៎បាទសូមអរគុណច្រើនតាមពិតទៅក៏ខ្ញុំយល់ថាការធ្វើជំនួញឬក៏ដើម្បីខ្លាយទៅជាសហគ្រិនភាពមួយវាចាំបាច់ណាស់ដែលយើងត្រូវតាំងចិត្តទៅមុខឲ្យត្រូវមានគោលដៅមួយច្បាស់លាស់ពីព្រោះការធ្វើអីវាត្រូវតែមានឧបសគ្គក៏ប៉ុន្តែការចាប់ផ្ដើមជំនួញណាមួយក៏ដោយខ្ញុំសូមឲ្យសិក្សាអំពីឬគោលរបស់វាគួរតែចាប់ផ្ដើមឡើងពីចំណុចតូចរហូតទៅដល់ចំណុចមួយដែលធំការធ្វើរបៀបនេះដើម្បីជៀសវាងនៅហានិភ័យមួយធ្ងន់ធ្ងរដែលអាចធ្វើឲ្យចំនួនរបស់យើងជួបប្រឈមនៅបញ្ហាដូចខ្ញុំមុននឹងបង្កើតទៅចាប់តែបន្តិចគឺខ្ញុំសិក្សាអំពីពីដំណើររឿងរបស់សាំងរបស់ហ្គាសនេះតាំងពីឆ្នាំ2008មកម្លេះអញ្ចឹងមកដល់ពេលនេះត្រូវទៅចាប់បន្តិចបង្កើតរូបរាងគឺចាប់តាមពីលក់ធុងអា200លីត្រណាចារហូតដល់មកជាស្ថានីយ៍ប្រេងឥន្ធនៈហើយបន្ទាប់មកយើងសិក្សាបង្កើតទៅជាក្រុមហ៊ុននេះគឺជាចំណុចស្នូលអញ្ចឹងគួរចាប់ផ្ដើមឡើងពីតូចទៅធំហើយត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់សម្រាប់ការងារជំនួញនេះឯងចានេះខ្ញុំសូមគ្រប់ខណ្ឌនៅគុណយ៉ាងជាច្រើនដែលលោកចាមុំបរិញ្ញាបានផ្ដល់កិត្តិយសនៅក្នុងការផ្ដល់កិច្ចសម្ភារជាមួយនឹងកម្មវិធីតតកព័ត៌មានពេលព្រឹកនៅក្នុងវគ្គចាកិច្ចសម្ភារជាមួយនឹងភ្នាក់កិត្តិយសប្រចាំសប្តាហ៍ចាទូរនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីផ្សាយផ្ទាល់រយៈពេល2ម៉ោងពេញរបស់កម្មវិធីតតកព័ត៌មានពេលព្រឹកដែលបានធ្វើការផ្សាយផ្ទាល់តាំងពីម៉ោង 6:30 នាទីដល់វេលាថ្មនេះគឺបានឈានដល់ទីបញ្ចប់នេះខ្ញុំរួមទាំងក្រុមការងារតតកព័ត៌មានពេលព្រឹកសូមគោរពថ្លែងអំណរគុណទាំងជាជ្រៅចំពោះការចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាកម្មវិធីរបស់យើងសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតមានឡើងដោយអចេតនាទាំងកំហុសផ្នែកអធិប្បាយទាំងកំហុសផ្នែកបច្ចេកទេសខណៈនេះខ្ញុំរួមទាំងលោកមុំវ៉ារិនសូមអរគុណសូមជម្រាបលា